តលយភាពក្នុងជីវិតនៅក្នុងជីវិតយើងគ្រប់រូបសុទ្ធតែមានគោលដៅបំណងប្រាថ្នាកិច្ចការងារឬផែនការដែលចង់សម្រេចឲ្យបានប៉ុន្តែការប្រឹងប្រែងនិងលះបង់ដើម្បីសម្រេចការងារនោះក៏ត្រូវមានដែនកំណត់ត្រូវពេលត្រូវវេលាផងដែរមិនមែនចេះតែលះបង់ខំប្រឹងធ្វើវាមិនដឹងយប់មិនដឹងថ្ងៃនោះទេមិនថាជាគោលដៅអ្វីឬការងារអ្វីក៏ដោយត្រូវធ្វើវាឲ្យចេះប្រមាណសមមនឹងកម្លាំងកាយកម្លាំងស្មារតីនិងស្ថិតក្នុងរយៈពេលដ៏សមស្របប្រៀបប្រដូចខ្សែប៉ុនដែលចងធូរពេកមិនពីរោះតឹងពេកងាយនឹងដាច់មានតែតឹងល្មមតើមានសម្លេងពីរោះរំដំជាស្ដាយមិនថានៅក្នុងការសិក្សាឬជាការប្រកបការងារទេប្រសិនបើយើងខំប្រឹងខ្លាំងពេកមិនសម្រាកមិនហូបចុកឲ្យគ្រប់គ្រាន់នោះរាងកាយយើងក៏ធ្លាក់ចុះទ្រុឌទ្រោមអាចផ្លូវចិត្តក៏ទន់ជ្រាយហើយលទ្ធផលដែលទទួលបានក៏មិនគប្បីប្រសើរដែរឬអាចនិយាយបានថាទៅមិនដល់គោលដៅតែម្ដងដោយសុភាសិតបុរាណខ្មែរបាននិយាយថាសឹមៗកុំបំបោលក្រែងមិនដល់ដោយប្រាថ្នាជាសុភាសិតដ៏ល្អប្រពៃរបស់ដូនតាជំនាន់មុនដែលបង្កប់ទៅដោយអត្ថន័យអប់រំដាស់តឿនកូនចៅជំនាន់ក្រោយឲ្យបានដឹងថាបើចង់សម្រេចកិច្ចការងារអ្វីមួយដោយជោគជ័យយើងត្រូវធ្វើវាដោយសន្សឹមតាមសម្រួលមិនតក់ក្រហល់ព្រោះតែភាពតក់ក្រហល់ការប្រញាប់លឿនពេកធ្វើឲ្យយើងមិនបានគិតមុខក្រោយខ្វះការប្រុងប្រយ័ត្ននាំឲ្យមានបញ្ហាឬអាចមានគ្រោះថ្នាក់ផងដែរម្យ៉ាងទៀតការដែលយើងបង្ខំធ្វើអ្វីមួយដោយប្រញាប់ប្រញាល់ចង់ឲ្យវាឆាប់បានសម្រេចផលលឿនពេកវាប្រៀបដូចជាភ្លើងដែលឆេះចំបើងកម្លាំងភ្លើងខ្លាំងបានតែមួយឆាវហើយក៏រលត់ទៅវិញមិនខុសពីចិត្តដែលពុះកញ្ជ្រោលចង់ធ្វើកិច្ចការទាំងប្រញាប់ប្រញាល់រហ័សរហុនវាបានធ្វើឲ្យចិត្តឆាប់ហត់និងនឿយណាយហើយងាយនឹងបញ្ឈប់កណ្ដាលទីប្រសិនបើយើងសង្កេតទៅមើលដំណើរការលូតលាស់របស់រុក្ខជាតិនោះយើងនឹងឃើញថាទម្រាំដើមឈើធំលូតលាស់បែកមេឃសាខាមានផ្លែផ្កាបានវាត្រូវចំណាយពេលជាយូរក្នុងការចាប់យកសារធាតុចិញ្ចឹមពីក្នុងដីពីក្នុងទឹកនិងចាប់យកពន្លឺពីព្រះអាទិត្យមកធ្វើរស្មីសាំយ៉ូដើម្បីឲ្យខ្លួនឯងអាចលូតលាស់ធំធាត់បានហើយលំនាំនេះមិនមែនប្រព្រឹត្តទៅតែមួយថ្ងៃពីរថ្ងៃទេមួយវិញទៀតបើយើងស្រោចទឹកឬដាក់ជីច្រើនពេកលើសពីតម្រូវការវានឹងធ្វើឲ្យរុក្ខជាតិនោះរលួយឬងាប់ប៉ុន្តែបើយើងឲ្យទឹកតិចពេកនឹងធ្វើឲ្យរុក្ខជាតិនោះក្រៀមស្រពោនមិនល្អដូចគ្នាបើប្រៀបធៀបនឹងមនុស្សយើងវិញការបើយើងធ្វើអ្វីដោយបង្ខំខ្លាំងពេកខំប្រឹងជ្រុលពេកវានឹងធ្វើឲ្យផ្លូវកាយផ្លូវចិត្តឆាប់ចុះខ្សោយងាយចុះចាញ់និងមិនអាចបញ្ចប់គោលដៅឡើយប៉ុន្តែបើយើងមិនយកចិត្តទុកដាក់ធូររលុងខ្លាំងពេកវានឹងធ្វើឲ្យយើងខ្ជិលច្រអូសមិនអាចសម្រេចកិច្ចការបានដូចគ្នាដូច្នេះហើយមិនថាយើងធ្វើអ្វីក៏ដោយត្រូវឈរលើចំណុចកណ្ដាលមិនតាំងរឹងពេកក៏មិនធូររលុងពេកត្រូវរក្សាតុល្យភាពនិងគិតពិចារណាមុនធ្វើវាតាមសម្រួលសន្សំទៅអាចដើរទៅដល់គោលដៅដោយជោគជ័យ